ប្រវត្តិព្រំដែនឥណ្ឌូចិនក្នុងឯកសារសម្ងាត់ CIA ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបនៃព្រំដែនរបស់ប្រទេសនៅតំបន់ឥណ្ឌូចិនដែលមានទាំងព្រំដែនផ្ទៃក្នុងឥណ្ឌូចិននិងព្រំដែនរវាងឥណ្ឌូចិនជាមួយនឹងប្រទេសជាប់របងជាមួយដូចជាថៃភូមានិងចិនជាដើមវាជាខ្លឹមសារដើមនៃឯកសារសម្ងាត់មួយច្បាប់នៃភ្នាក់ងារកេងសម្ងាត់ CIA របស់សហរដ្ឋអាមេរិកភ្នាក់ងារកេងសម្ងាត់ CIA បានចងក្រងឯកសារសម្ងាត់នេះនៅឆ្នាំ1965ដែលនៅពេលនោះប្រទេសវៀតណាមកំពុងនៅបែកបាក់ជាពីរនៅឡើយគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងខ្លឹមសារដើមនៃឯកសារសម្ងាត់នេះមានដូចតទៅតំបន់ឥណ្ឌូចិនមានព្រំដែនអន្តរជាតិចំនួន8ដោយរាប់បញ្ចូលព្រំដែនឡាវជាមួយវៀតណាមខាងជើងនិងជាមួយវៀតណាមខាងត្បូងថាជាព្រំដែនតែមួយបន្ថែមពីលើបន្ទាត់ព្រំដែនយោធាបណ្ដោះអាសន្នរវាងវៀតណាមខាងជើងនិងវៀតណាមខាងត្បូងគ្មានចំនួនសកម្មណាមួយពាក់ព័ន្ធនឹងព្រំដែនក្រៅឥណ្ឌូចិននោះទេរួមទាំងព្រំដែនជាមួយចិនជាមួយភូមានិងជាមួយថៃដែលនៅក្នុងនោះភាគច្រើននៃព្រំដែនត្រូវបានកំណត់ព្រំរួចទៅហើយថៃទទួលយកព្រំដែនជាមួយកម្ពុជាប៉ុន្តែដោយផ្អែកលើការជាក់ស្ដែងហើយប្រកាន់យកខរក្សាសិទ្ធិស្រពេចស្រពិលមួយតាក់ទិននឹងការទទួលស្គាល់របស់តុលាការយុត្តិធម៌អន្តរជាតិនៅឆ្នាំ1962ចំពោះអធិបតេយ្យភាពកម្ពុជាលើតំបន់ប្រាសាទព្រះវិហារដែលនៅនឹងព្រំដែនរីឯព្រំដែនផ្ទៃក្នុងដែលជាព្រំដែនរវាងរដ្ឋជាធាតុផ្សំនៃឥណ្ឌូចិននោះជាទូទៅមិនទាន់បានកំណត់ព្រំនៅឡើយទេហើយដូច្នេះវាងាយនឹងបង្កឲ្យមានជម្លោះបញ្ហាដែលអាចកើតគឺត្រូវបានបង្ហាញតាមរយៈការប្រឆាំងជាបន្តបន្ទាប់របស់កម្ពុជាចំពោះការវាយប្រហារលើភូមិឋានខ្មែរដោយកងទ័ពវៀតណាមខាងត្បូងប្រភពបញ្ហាមួយទៀតរវាងកម្ពុជានិងវៀតណាមខាងត្បូងគឺជម្លោះដែលបានកើតឡើងអស់រយៈពេលមួយទសវត្សរ៍មុនមកនោះដើម្បីដណ្ដើមធ្វើម្ចាស់កោះនានានៅក្នុងឈូងសមុទ្រថៃចុងក្រោយបំផុតនេះការទាមទារនៅក្នុងផែនទីរបស់វៀតណាមខាងជើងចំពោះតំបន់របស់ឡាវនៅខាងលិចតំបន់គ្មានកងទ័ពរបស់វៀតណាមនោះហាក់ដូចជាផ្ដល់មូលដ្ឋានឲ្យការចោទប្រកាន់របស់វៀតណាមខាងជើងដែលថាយន្តហោះឡាវបានទម្លាក់គ្រាប់បែកលើក្រុងរបស់វៀតណាមខាងជើងនៅក្នុងតំបន់នោះព្រំដែនទាំងអស់និងអិរិយាបថជាតិនីមួយៗចំពោះព្រំដែនទាំងនេះមានឫសគល់សំខាន់ចេញពីប្រវត្តិអាណានិគមរបស់តំបន់ឥណ្ឌូចិនតំបន់ឥណ្ឌូចិននៅចុងសតវត្សទី17ផ្សំដោយអាណាចក្រខ្មែរដែលកំពុងធ្លាក់ខ្លួនឡាវផ្នែកនៅសល់នៃនគរចម្ប៉ានិងអាណាចក្រតុងកឹងនិងអាណាចក្រកូសាំងស៊ីនដែលនៅដាច់ដライពីគ្នាដែលអាណាចក្រកូសាំងស៊ីននេះជាអតីតចក្រភពអាណាមឬអាណាចក្រដៃកូវៀតដែលចិនហៅថាអាណានដែលមានន័យថាភាគខាងត្បូងដែលស្ងប់សុខនៅអំឡុងសតវត្សទី17កំពែងយ៉ាងធំមួយដែលបានខាំងអាណាចក្រតុងកឹងនិងអាណាចក្រកូសាំងស៊ីនអស់រយៈពេល150ឆ្នាំមកនោះត្រូវបានគេសាងសង់ឡើងនៅលើវាលទំនាបខេត្តខ្វាងទ្រីដែលស្ថិតនៅចម្ងាយប្រហែល 3-4 គីឡូម៉ែត្រខាងជើងខ្សែព្រំដែនរវាងវៀតណាមខាងជើងនិងវៀតណាមខាងត្បូងនាពេលបច្ចុប្បន្ននៅពេលនោះប្រទេសកម្ពុជាលាតសន្ធឹងទៅទិសខាងជើងរាប់ពីឈូងសមុទ្រថៃមករហូតដល់ខ្សែរយៈទទឹងទី16ខាងជើងនៅម្ដុំខេត្តរយអេតរបស់ថៃនាពេលបច្ចុប្បន្នហើយក្តោបភាគនិរតីនៃប្រទេសឡាវបច្ចុប្បន្ន
ដែលស្ថិតនៅខាងលិចទន្លេមេគង្គក៏ដូចជាខេត្តសេដននិងខេត្តអត្តពើដែលស្ថិតនៅខាងកើតទន្លេមេគង្គរីឯនៅភាគខាងកើតវិញអាណាចក្រខ្មែរបានលាតសន្ធឹងចូលជ្រៅទៅក្នុងវៀតណាមខាងត្បូងនាពេលបច្ចុប្បន្នការទាមទារដែនដីគោករបស់ប្រទេសកម្ពុជាបច្ចុប្បន្នតទល់នឹងវៀតណាមខាងត្បូងគឺផ្អែកលើការលាតសន្ធឹងជាប្រវត្តិសាស្ត្របែបនេះរបស់អាណាចក្រខ្មែរលើសពីនេះទៅទៀតវត្តមាននៃជនជាតិខ្មែរក្រោមជាច្រើននៅវៀតណាមខាងត្បូងដែលជាកត្តាធ្វើឲ្យទំនាក់ទំនងកម្ពុជាវៀតណាមស្មុគស្មាញនោះគឺមានដើមតងចេញពីសម័យនោះឯងនៅត្រឹមដើមសតវត្សទី19អធិរាជអាណាមបានបង្រួបបង្រួមតង់កឹងនិងកូសាំងស៊ីនជាប្រទេសតែមួយដែលលាតសន្ធឹងដល់តំបន់ដីសណ្ដទន្លេមេគង្គនៅកម្ពុជាក្រោមដែលក្នុងនោះប្រជាជនខ្មែរត្រូវបង្ខំចិត្តចាកចេញនៅចុងសតវត្សទី19ប្រទេសបារាំងដែលជាប្រទេសមានចំណាប់អារម្មណ៍លើឥណ្ឌូចិនតាំងពីការមកដល់របស់បេសកជនសាសនាបារាំងនៅដើមសតវត្សទី17មកនោះបានទាមទារឲ្យបញ្ឈប់ការធ្វើទុកបុកម្នេញលើអ្នកចូលសាសនាយេស៊ូពីសំណាក់រាជការអាណាមការធ្វើទុកបុកម្នេញនៅតែបន្តហើយបារាំងក៏ផ្ដួលអាណាមដោយប្រើកម្លាំងកងទ័ពប្រទេសសៀមដែលទាញប្រយោជន៍ពីបរាជ័យរបស់អាណាមនោះពេលនោះក៏ពង្រឹងការកាន់កាប់លើតំបន់កណ្ដាលនៃដងទន្លេមេគង្គហើយដាក់បញ្ចូលផ្នែកនៃឡាវនិងភាគខាងជើងនៃប្រទេសកម្ពុជាហើយគំរាមធ្វើដំណើរឆ្ពោះទៅទិសខាងកើតឲ្យធ្លាយដល់សមុទ្រចិនខាងត្បូងនៅត្រង់ទីក្រុងវិញភាគខាងជើងវៀតណាមតែត្រូវទ័ពបារាំងរុញឲ្យដកថយចន្លោះពីឆ្នាំ1893ដល់ឆ្នាំ1907សៀមត្រូវប្រគល់ទឹកដីចំនួន3តំបន់នេះឲ្យទៅបារាំងទី1នៅឆ្នាំ1893គឺរាល់ទឹកដីទាំងអស់នៅខាងឆ្វេងទន្លេមេគង្គនិងកោះនៅក្នុងទន្លេនេះទី2នៅឆ្នាំ1902គឺតំបន់នានានៅក្នុងខេត្តសាយាបុរីខេត្តចម្ប៉ាសាស់និងខេត្តស៊ីឋានដនរបស់ឡាវបច្ចុប្បន្នដែលសុទ្ធតែជាតំបន់នៅខាងស្ដាំទន្លេមេគង្គហើយទី3នៅឆ្នាំ1907គឺអតីតខេត្តអង្គរនិងខេត្តបាត់ដំបងរបស់កម្ពុជាដែលបារាំងធ្លាប់បានបោះបង់នៅឆ្នាំ1867ព្រំដែនខាងក្រៅដទៃទៀតនៃតំបន់ឥណ្ឌូចិនត្រូវបានដោះស្រាយនៅចន្លោះពីឆ្នាំ1887រហូតដល់ឆ្នាំ1896ពីឆ្នាំ1897ដល់ឆ្នាំ1895ប្រទេសចិនបានព្រមព្រៀងកំណត់ព្រំដែននិងបោះបង្គោលព្រំដែនលើតំបន់ដែលបច្ចុប្បន្ននេះបានក្លាយជាព្រំដែនរវាងវៀតណាមខាងជើងនិងចិននិងព្រំដែនឡាវនិងចិននៅឆ្នាំ1896ចក្រភពអង់គ្លេសនិងបារាំងក៏បានព្រមព្រៀងប្រើប្រាស់ទន្លេមេគង្គសម្រាប់ធ្វើជាព្រំដែនរវាងឡាវនិងភូមាគិតមកដល់ពេលជិតផុតសតវត្សទី19បារាំងបានបង្កើតដែនអាណានិគមមួយដែលរួមមានតង់កឹងអាណាមកូសាំងស៊ីនកម្ពុជានិងឡាវលើកលែងតែការកែប្រែព្រំដែនតិចតួចរវាងប្រទេសសមាជិកទាំងនេះដែលភាគច្រើនចេញពីសេចក្តីសម្រេចរដ្ឋបាលរបស់បារាំងនោះនេះគឺជាតំបន់ឥណ្ឌូចិនមួយដែលជប៉ុនបានសង្គ្រោះយកនៅឆ្នាំ1941រដ្ឋាភិបាលជប៉ុននៅចុងឆ្នាំ1940បានរុញច្រានឲ្យប្រទេសថៃវាយប្រហារឥណ្ឌូចិនហើយបន្ទាប់មកនៅខែមីនាឆ្នាំ1941ក៏ដើរតួជាអ្នកសម្របសម្រួលនៅចំនួនមួយដែលធ្វើឲ្យថៃទទួលបានទឹកដីពីឡាវនិងកម្ពុជានៅឆ្នាំ1946ទឹកដីទាំងនេះ
ក៏ត្រូវប្រគល់ឲ្យឡាវនិងកម្ពុជាវិញដោយសារកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោនរវាងបារាំងនិងសៀមគ្មានការផ្លាស់ប្ដូរព្រំដែនខាងក្រៅឥណ្ឌូចិនបានកើតឡើងនោះទេចាប់តាំងពីកិច្ចព្រមព្រៀងនេះក្រៅតែពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិលើតំបន់ប្រាសាទព្រះវិហារនៅឆ្នាំ 1962